ladies and gentlemen. គាត់ថាបើទៅជួបគ្នាផ្ទាល់អញ្ចឹងខ្ញុំអាចទៅបកស្រាយតាមបានទី1ត្រីម៉ាត់ស្យាទី2អណ្ដើកគោរមៈទី3គឺជ្រូកព្រៃវិរហៈទី4អីគេនរៈសង្ហៈទី5ព្រាមទឿវាបណៈទី6បសុរាមបរសុរាមាទី7ព្រះរាមទី8បលារាមាពលរាមទី9ព្រះគ្រីស្ណាទី10ព្រះពុទ្ធទី11គឺកាលគិណាអញ្ចឹងគឺទាំង11អវតារហ្នឹងគឺច្បាស់បំផុតសម្រាប់គម្ពីរនៃសាសនាអត់មានរាប់រយណាទេអត់មានទេមានតែប៉ុណ្ណឹងសូម្បីតែជួបស្ដេចសង្ឃក៏លោកនិយាយថាមានតែប៉ុណ្្នឹងដែរខ្ញុំដឹងតែទី11ដែលសារស្ដេចសង្ឃទេលោកប្រាប់ដល់ផ្លេចមួយផ្លេចបលារាមាពលរាមបាទពលរាមទូនីតិមកជួយប្អូនជួយគ្រីស្ណាដើម្បីសម្លាប់ណាគេកម្មស័ក្តិបាទបលារាមាមានកម្លាំងដូចព្រះគ្រីស្ណាអញ្ចឹងដូចគ្នាខ្ញុំមានគុណចាគេបាទបលារាមាគឺមានទូនីតិមកជួយប្អូនហើយជួយបាទទប់ទល់ជាមួយនឹងស្ដេចយក្សនឹងដែលមានបិសាចដ៏ច្រើនដែលកាឡាខ្លួនមកចាំសម្លាប់ព្រះគ្រីស្ណាតាំងពីនៅកើតកូនងាម្លេះបញ្ជាណាគេមកសម្លាប់មុនគេបញ្ជាគឺយក្សកេណីស្រីដែលមានដោះប្រពន្ធភ្នំកវត្តនៈតំណែងខ្លួនដូចជានារីដ៏ស្រស់ស្អាតថាមកសុំមើលកូនរបស់មេភូមិមេស្ដេចកន្ទ្រៀងភូមិនណ្ឌៈដែលជាម្ចាស់កលសម្ព័ន្ធនៅគ្រួសាររិនដាវ៉ាន់កូននេះគ្រាន់តែនាងនឹងប្រែកាឡាសម្រស់មកដើរកាត់ភូមិឋានអ្នកណាក៏តាមមើលនាងនឹងដែរក្លិនក្រអូបហើយក្នុងបីថាមនុស្សស្រីដូចគ្នាក៏លងស្រឡាញ់នាងស្ដេចយក្សដែលដោះពេញភ្នំកវត្តនៈនឹងដែរព្រោះប្រែកាឡាខ្លួនស្អាតរឿងស្គាល់ស្ត្រីទាំង3ឋានក៏ស្អាតមិនស្មើនាងនឹងដែរថាមកសុំមើលឃើញបុត្រាមួយអង្គដែលប្រសូតនៅក្នុងភូមិហ្នឹងស្អាតណាស់មានពណ៌សម្បុរកាយផ្កាឈូកបានគេប្រាប់ថានោះទៅគ្រួសារត្រកូលនៅវរិនដាវ៉ាន់ទៅនឹងឃើញហើយនាងនឹងក៏ដើរទៅសុំម្ដាយចាំនោះណាសុំម្ដាយចាំថាយើងជាស្ត្រីដែលមកពីឋានរបស់ស្ត្រីទេពសួគ៌ទាំងឡាយមកចង់ពោបុត្រារបស់នាងបន្តិចសុំមើលគ្រាន់តែបើកទ្វារផ្លូវចូលផ្ទះរបស់ព្រះគ្រីស្ណាភ្លាមសន្លឹងឃើញអង្គនៃព្រះគ្រីស្ណាកំពុងតែដេកនៅលើពុកហ្នឹងឃើញមកកត់ព្រះគ្រីស្ណាឡើងភ្លឺចិញ្ចាចនាងនឹងថាយើងនឹងសម្លាប់កូនក្មេងនេះដោយការឲ្យជញ្ជក់នៃក្បាលដោះយើងយកបីព្រះគ្រីស្ណាមកឲ្យបៅដោះព្រះគ្រីស្ណាខំដោះកញ្ញែងបោកនាងនឹងចេញរូបកាយស្រីយក្សកេណីស្រីដែលខ្លួនប្រពន្ធភ្នំកវត្តនៈនឹងខំបោកចេញរាងកាយនាងនឹងមកដល់ដាក់ភូមិដាក់ស្រុកហុយនាងនឹងរត់បុកវិមានបុកផ្ទះប្រជាជនដួលហេលវិញនឹងទាំងអស់គេថាគ្រីស្ណាស្លាប់ហើយបណ្ដាយរត់ទៅដល់ខាងទៅដល់ឃើញអ្នកស្រុកនឹងឡើងលើនាងយក្សកេណីស្រីឡើងជន់លើដោះនាងនឹងដើម្បីព្រះគ្រីស្ណាចុះមកវិញនាងនឹងស្លាប់យ៉ាងវេទនាបំផុតដោយសារដ៏អូមាត់របស់កុមារគ្រីស្ណាបន្តមកទៀតស្លាប់អត់បានកម្មស័ក្តិខឹងសម្បើមណាស់បើណាមកទៀតបិសាចបជាវដែលមានរាងកាយភ្លើងកាប់អាម៉េចក៏មិនងាប់ពុះអាម៉េចក៏មិនងាប់ដែរដាច់ខ្លួនទី2មិនក៏បិសាចភ្លើងតខ្លួនបានវិញហើយទៅដុតរំលាយអង្គព្រះគ្រីស្ណាឲ្យបានបាទទៅធ្វើម៉េចលោតកញ្ញៃយកកញ្ញាំហ្នឹងលោតកញ្ញៃអង្គព្រះគ្រីស្ណាឲ្យកប់ទៅនឹងពួកហ្នឹងហើយដុតដោយកញ្ញាំ
đốt thưa mấy cô mình slap thưa mấy cô mình slap đi bằng phật nè ná nè sầm lắm cứ ông Krishnaឡើងទៅជន់លើចំពុះហែកបំបាក់ចំពុះជាពីរបានស្លាប់អានេះអាស្ដេចពិសាចហ្នឹងអត់ទេទៅតាមផ្លូវចាស់យើងហ្នឹងបាទទៅត្រង់មិនចូលទៅភូមិអូអាចារ្យបាទទៅត្រង់ទៅអាបីសាច់បជាវនោះហ៎អាបីសាច់បជាវនោះខ្ញុំភ្លេចឈ្មោះបើដឹងថាបីសាច់បជាវភ្លឺទៅសម្លាប់បន្ទាប់មកទៀតប្រើអីទៀតប្រើភាសាតាមរំណាចាភាសាក្នុងចុះស្ដាច់ពោះស្ដាច់ពោះចង្កូមពឹសប្រែកាឡាធ្វើជារូងភ្នំបាទបិឆោតពួកក្រុមកងវាលគោមេងកងវាលគោដែលជាពួកម៉ាក់គ្រីស្ណានោះមេដឹកនាំក្រុមរបស់ក្មេងកងវាលគោគឺគេហៅអូចាណាបាទហ្នឹងគេហៅអូចាហ្នឹងនៅកណ្ដាលអូបាទសពឡាពីមុនមានអាស្រមមួយធ្វើសពឡាហ្នឹងគាត់អ្នកនាំក្មេងកងវាលគោចូលនៅក្នុងមាត់ពោះហ្នឹងគេថាចង់ទៅដល់ចូលដល់ពោះហ្នឹងបិទមាត់ភ្លឹបបិទមកភ្លឹបព្រះគ្រីស្ណាសម្លឹងឈរពីលើទួលភ្នំនៅក្បែរក្រុមដើមជើងក្លិននៅឃើញថាមិនមែនជារូងភ្នំទេគឺជាខ្លួនរបស់ពោះដោយអា3 10នាក់ជាប់នៅក្នុងរូងចុងចូលដល់ពឹបព្រះគ្រីស្ណាអត់មានប្រើអីច្រើនទេគ្រាន់តែចូលដល់ពឹបដឹងថាហ្នឹងវាប្រើចង្កូមពឹសហ្នឹងដើម្បីសម្លាប់ពួកក្មេងកងវាលគោដែលបញ្ឆោតគ្រីស្ណាចូលព្រះគ្រីស្ណាចូលប្រើខ្លោយប្រើខ្លោយហ្នឹងអញទល់យកមកទល់ខ្លោយហ្នឹងទល់ឲ្យធ្លុះខ្នងពោះហ្នឹងហែកប៉ុន្តែគេហែកចាក់ច្រែកពោះហ្នឹងឲ្យស្លាប់នៅនឹងកន្លែងហ្នឹងបានដឹងថាមិនមែនជារូងនេះគឺជាសត្វពោះដែលបិក្អែដែលក្អែកន្លែងពឹសនឹងនៅក្នុងពោះរបស់វាដើម្បីសម្លាប់ពួកក្មេងទាំងអស់នោះប៉ុន្តែត្រូវបានស្រូបយកដោយខ្លុយទឹករបស់ព្រះគ្រីស្ណាពួកខ្លុយហ្នឹងជាអ្នកបង្ក្រាបនៅពេលអង្គប្អិនណាបាញ់ឃើញនៅផ្សារទាយស្រីអង្គប្អិនប៉ុន្តែតាំងពីសម័យនោះប្អិនធ្វើអីអត់បានប្រហែលឆ្នាំក្រោយមកបាញ់ចុងក្រោយនៅប្រាសាទបទាយស្រី